សេចក្តីប្រកាសព័ត៌មានស្តីពីវិធានការជួយដោះស្រាយបញ្ហាថ្លៃស្រូវក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានតាមដាននិងកត់សម្គាល់ថាចាប់តាំងពីពាក់កណ្ដាលខែកក្កដាឆ្នាំ2025មកតម្លៃស្រូវសាមនៅក្នុងប្រទេសកម្ពុជាបានធ្លាក់ចុះជាលំដាប់ស្របពេលដែលតម្លៃអង្ករនៅទីផ្សារអន្តរជាតិបានបន្តធ្លាក់ចុះជាបន្តបន្ទាប់ចំណែកឯរោងម៉ាស៊ីនកិនស្រូវនៅកម្ពុជាភាគច្រើននៅសល់ស្តុកអង្ករចាស់ចុងអង្ករនិងកន្ទក់ច្រើនទន្ទឹមនឹងការកត់សម្គាល់នេះក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានចាត់វិធានការជាបន្ទាន់ដើម្បីជួយជំរុញលើថ្លៃស្រូវតាមរយៈកិច្ចសហការជាមួយនឹងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រសួងពាណិជ្ជកម្មធនាគារ ARDB អាជ្ញាធរថ្នាក់ក្រោមជាតិនិងជាពិសេសជាមួយសហព័ន្ធស្រូវអង្ករកម្ពុជាដោយផ្ដល់ប្រាក់កម្ចីឲ្យរោងម៉ាស៊ីនជួយទិញស្រូវសាមក្នុងតម្លៃសមរម្យព្រមទាំងដាក់ពង្រាយមន្ត្រីទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិឲ្យជួយសម្របសម្រួលរោងម្ចាស់រោងម៉ាស៊ីនកិនស្រូវនិងរករថយន្តដឹកឲ្យទាន់ពេលប្រមូលផលរបស់កសិករប៉ុន្តែផ្អែកលើស្ថានភាពថ្លៃអង្ករអន្តរជាតិបន្តធ្លាក់ចុះនិងស្ថានភាពកកស្ទះនៅរោងម៉ាស៊ីនកិនស្រូវក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងស្ថាប័នពាក់ព័ន្ធទាំងឡាយកំពុងព្យាយាមយកវិធានការមួយចំនួនបន្ថែមទៀតដើម្បីជួយសម្របសម្រួលថ្លៃស្រូវសាមឲ្យបានសមរម្យក៏ដូចជាការជួយដោះស្រាយការលំបាករបស់ប្រជាកសិករដែលកំពុងប្រមូលផលនិងត្រូវទូទាត់ថ្លៃចំណាយរបស់ខ្លួនវិធានការទាំងនេះនឹងត្រូវមានការចូលរួមគាំទ្រទាំងអស់គ្នាទាំងពីសំណាក់ប្រជាពលរដ្ឋអ្នកទទួលទានទូទៅក៏ដូចជាស្ថាប័នវិស័យឯកជននិងអាជីវករផ្សេងៗមួយការបន្តគាំទ្រពីរោងម៉ាស៊ីនកិនស្រូវក្នុងស្រុកក្រសួងនឹងបន្តសហការជាមួយរោងម៉ាស៊ីនកិនស្រូវទាំងឡាយដែលមានលទ្ធភាពប្រមូលទិញស្រូវសើមឲ្យបន្តប្រមូលទិញស្រូវពីប្រជាកសិករក្នុងតម្លៃសមរម្យនិងទាន់ពេលវេលារោងម៉ាស៊ីនទាំងនោះនឹងបន្តទទួលបានកម្ចីជាទុនបង្វិលពីធនាគារ ARDB សម្រាប់ទ្រទ្រង់វិធានការប្រមូលទិញនេះ 2. ការជួយប្រមូលទិញអង្ករដោយសាធារណជនដើម្បីដោះស្រាយការកកស្ទះស្តុកអង្ករនៅតាមរោងម៉ាស៊ីនស្រូវក្រសួងសូមអំពាវនាវឲ្យសាធារណជនមេត្តាចូលរួមជួយទិញអង្ករទុកក្នុងតម្លៃទីផ្សារដើម្បីរំដោះស្តុកពីរោងម៉ាស៊ីននិងផ្ដល់លទ្ធភាពឲ្យមានទីកន្លែងសម្រាប់ស្រូបយកស្រូវបន្ថែមទៀតក្រសួងក៏បានគៀងគរថវិកាប្រមាណ$77 លានអាមេរិកពីដៃគូឯកជនមួយចំនួនដើម្បីអនុវត្តការប្រមូលទិញអង្ករពីរោងម៉ាស៊ីនកិនស្រូវផងដែរវិធានការនេះនឹងជួយឲ្យរោងម៉ាស៊ីនកាន់តែមានទំនុកចិត្តក្នុងការប្រមូលទិញស្រូវក្នុងតម្លៃសមរម្យ 3. ការជួយបន្ធូរការកកស្ទះចុងអង្ករនិងកន្ទក់ក្រសួងនឹងសហការជាមួយសមាគមអ្នកចិញ្ចឹមសត្វនិងអ្នកផលិតចំណីសត្វជួយប្រមូលទិញចុងអង្ករនិងកន្ទក់ពីរោងម៉ាស៊ីនកិនស្រូវដើម្បីកែច្នៃជាចំណីសត្វ 4. ការជួយបន្ធូរបន្ថយការលំបាកទូទាត់ថ្លៃដើមផលិតរបស់កសិករក្រសួងសូមអំពាវនាវទៅដល់ស្ថាប័នឯកជននិងអាជីវករដែលផ្ដល់កម្ចីតាមរូបភាពការទិញបណ្ដាក់ជាប្រេងជីថ្នាំកសិកម្មសូមមេត្តាបន្ធូរបន្ថយអត្រាចំណេញរបស់ខ្លួននិងពន្យាការសងរបស់កសិករដែលជាប់ជំពាក់ម្ចាស់ដីស្រែដែលជួលដីឲ្យកសិករបង្កើនផលស្រូវគួរជួយបន្ធូរបន្ថយឬលើកលែងថ្លៃឈ្នួលដល់បងប្អូនប្រជាកសិករក្នុងរដូវកាលនេះដើម្បីប្រជាកសិករមានលទ្ធភាពបង្កើនផលនៅរដូវក្រោយនិងមានលទ្ធភាពសងត្រឡប់វិញ 5. ការលើកទឹកចិត្តឲ្យចងក្រងជាសហគមន៍កសិកម្មទំនើបសម្រាប់ការស្ដារមកវិញនារដូវក្រោយក្រសួងសូមអំពាវនាវដល់កសិករឲ្យពិចារណាចូលរួមក្នុងសហគមន៍កសិកម្មទំនើបដើម្បីរាជរដ្ឋាភិបាលមានលទ្ធភាពអាចជួយទ្រទ្រង់ផលិតកម្មជាពិសេសក្នុងការផ្ដល់ទុនកម្ចីការប្រាក់ទាបការកាត់បន្ថយថ្លៃដើមនិងការផ្ដល់ជំនួយបច្ចេកទេសគួរបញ្ជាក់ថាកសិករដែលបានចូលរួមក្នុងសហគមន៍កសិកម្មទំនើបផលិតស្រូវកាលពីដើមឆ្នាំ2025ពុំបានជួបប្រទះនឹងបញ្ហាធ្លាក់ថ្លៃស្រូវដោយកសិករនៅក្រៅសហគមន៍នោះឡើយព្រោះរោងម៉ាស៊ីននៅតែបន្តទទួលទិញក្នុងតម្លៃខ្ពស់ដែលបានព្រមព្រៀងក្នុងកិច្ចសន្យាពីដើមរដូវក្នុងពេលវេលាដ៏លំបាកនេះក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅតែព្យាយាមសម្របសម្រួលនៅទីវាលជាមួយមន្ត្រីកសិកម្មឃុំដើម្បីឲ្យបន្តមានរំហូរទីផ្សារជាប្រចាំជូនប្រជាកសិករប៉ុន្តែលទ្ធភាពក្នុងការផ្ដល់ថ្លៃស្រូវឲ្យដូចពីដើមខែកក្កដាឆ្នាំ2025គឺជាការលំបាកបំផុតក្នុងបរិបទដែលទីផ្សារអង្ករសកលមានការធ្លាក់ចុះហើយប្រទេសដែលប្រមូលទិញមួយចំនួននៅតែបន្តប្រកាសផ្អាកការប្រមូលទិញអង្ករជាមួយគ្នានេះក្រសួងក៏សូមអំពាវនាវប្រជាកសិករដែលមិនបានធ្វើកសិកម្មតាមកិច្ចសន្យាឬមិនស្ថិតនៅក្នុងសហគមន៍កសិកម្មទំនើបមេត្តាបន្តសហការជាមួយមន្ត្រីកសិកម្មឃុំ
ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ1289ដើម្បីពិគ្រោះយោបល់ស្ដារស្ថានភាពរួមគ្នា